នោះតើមានរឿងអីកើតឡើងនៅពេលនេះអេស្ប៉ាញហាមអ៊ីស្រាអែលនិងរុស្ស៊ីចូលរួមការប្រកួតកីឡាអន្តរជាតិនៅក្នុងទឹកដីរបស់ខ្លួនស្វាគមន៍ប្រិយមិត្តជាទីមេត្រីយើងវិលមកជួបគ្នាសារជាថ្មីជាមួយនឹងអត្ថបទព័ត៌មានជាតិព័ត៌មានអន្តរជាតិប្រចាំថ្ងៃនាយករដ្ឋមន្ត្រីអេស្ប៉ាញគឺលោក Pedro Sanchez នៅថ្ងៃទី15ខែកញ្ញាបានសម្រេចផ្អាកប្រជាជនអ៊ីស្រាអែលនិងរុស្ស៊ីពីការប្រកួតកីឡាអន្តរជាតិនៅទឹកដីអេស្ប៉ាញរហូតដល់អំពើព្រៃផ្សៃក្នុងសង្គ្រាមនៅអ៊ុយក្រែននិងកាហ្សាបានបញ្ចប់ការសម្រេចនេះក្រោយពីព្រឹត្តិការណ៍កីឡាជិះកង់វគ្គផ្ដាច់ព្រាត់ La Vuelta នៅអេស្ប៉ាញត្រូវរំសាយដោយសារមានបាតកម្មទ្រង់ទ្រាយធំគាំទ្រប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែលកើតឡើងនេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Sanchez បានថ្កោលទោសចំពោះការតវ៉ាដោយហិង្សាពីសំណាក់អ្នកគាំទ្រប៉ាឡេស្ទីននៅទីក្រុង Madrid ដែលបានរំខានដល់ការប្រណាំងកង់ La Vuelta រហូតដល់បង្ខំចិត្តរំសាយព្រឹត្តិការណ៍នេះនៅពាក់កណ្ដាលទីតែម្ដងបាតកោប៉ាឡេស្ទីនបានកំណត់គោលដៅលើក្រុមអ្នកជិះកង់អ៊ីស្រាអែលPremier Teach នៅក្នុងអំឡុងពេលកំពុងតែប្រណាំងកង់នៅក្នុងប្រទេសអេស្ប៉ាញនេះក្រុមបាតកោបានបិទផ្លូវដែលត្រូវរៀបចំការប្រណាំងកង់និងរំកិលរបាំងដែកទៅលើផ្លូវបើទោះបីជាប៉ូលីសអេស្ប៉ាញប្រមាណជា 1000 នាក់បានព្យាយាមរារាំងរហូតដល់ប៉ះទង្គិចគ្នាក៏ដោយកម្មវិធី La Vuelta ត្រូវរំសាយដោយអ្នកជិះកង់ជនជាតិ Denmark Jonas Vingegaard ត្រូវបានសម្រេចថាគឺជាអ្នកឈ្នះអាញាធរអេស្ប៉ាញបានអះអាងថាបាតកោគាំទ្រប៉ាឡេស្ទីនប្រមាណជា 100000 នាក់បានដើរតាមផ្លូវនៅក្នុងទីក្រុងម៉ាឌ្រីតដោយពួកគេបានកំណត់គោលដៅតវ៉ាទៅលើអ្នកជិះកង់របស់លោកមហាសេដ្ឋី Silvan Adam និងជាម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យជនជាតិអ៊ីស្រាអែលកាណាដាដែលមានជាប់ពាក់ព័ន្ធជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីននៅតំបន់កាហ្សានៅក្នុងការប៉ះទង្គិចគ្នារវាងអាញាធរអេស្ប៉ាញនិងអ្នកគាំទ្រប៉ាឡេស្ទីននេះមានបាតកោ2នាក់ត្រូវបានចាប់ខ្លួនស្របពេលដែលប៉ូលីស22រូបរងរបួសផងដែរប្រិយមិត្តជាទីមេត្រីនេះគឺជាអត្ថបទព័ត៌មានដែលអេស្ប៉ាញហាមអ៊ីស្រាអែលនិងរុស្ស៊ីចូលរួមការប្រកួតកីឡាអន្តរជាតិនៅក្នុងទឹកដីរបស់ខ្លួនយើងក្រឡេកទៅមើលឯប្រទេសទីម៉ូអានោះវិញសមត្ថកិច្ចទីម៉ូឡេស្តេប៉ះទង្គិចជាមួយនឹងបាតកោដែលតវ៉ាប្រឆាំងផែនការទិញរថយន្តថ្មីសម្រាប់សមាជិកសភាទីម៉ូខាងកើតនៅប្រទេសទីម៉ូឡេស្តេឬទីម៉ូខាងកើតកាលពីថ្ងៃច័ន្ទទី15ខែកញ្ញានេះមានករណីប៉ះទង្គិចគ្នារវាងមន្ត្រីនគរបាលកុបកម្មនិងអ្នកតវ៉ានៅជិតសភាជាតិនៅក្នុងរដ្ឋធានីឌីលីនៅក្នុងនោះសមត្ថកិច្ចបានបាញ់អូស្មန်បង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាជាង 1000 នាក់ដោយភាគច្រើនជានិស្សិតសាកលវិទ្យាល័យដែលកំពុងតែជួបជុំគ្នាដើម្បីតវ៉ាប្រឆាំងទៅនឹងផែនការទិញរថយន្តផ្លូវការថ្មីសម្រាប់សមាជិកសភាចំនួន65រូបរបស់ប្រទេសនេះពីដំបូងឡើយការតវ៉ាបានចាប់ផ្ដើមដោយសន្តិវិធីក៏ប៉ុន្តែក្រុមអ្នកតវ៉ាមួយចំនួនបានគប់ដុំថ្មទៅលើសភាដោយធ្វើឲ្យខូចខាតរថយន្តជាច្រើនគ្រឿងរហូតនាំឲ្យសមត្ថកិច្ចប្រើប្រាស់អូស្មန်បង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតកោនៅជុំវិញហេតុការណ៍នេះបានបណ្ដាលឲ្យមានមនុស្សយ៉ាងហោចណាស់4នាក់ត្រូវរងរបួសរដូករណែលនិងត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពដែលនៅក្បែរនោះឯងក៏ប៉ុន្តែបន្ថែមពីនេះអាជ្ញាធរគ្រងនឹងក៏ហៅអ្នករៀបចំការតវ៉ាឲ្យមកទទួលខុសត្រូវជុំវិញការខូចខាតទាំងអស់នេះទន្ទឹមនឹងនោះផងដែរគណៈបកនយោបាយជាច្រើនដែលបានអនុម័តថវិកាឆ្នាំ2025សម្រាប់ការទិញរថយន្តនិយាយថាពួកគេនឹងស្នើសុំឲ្យសភាលុបចោលការអនុម័តនេះដោយសារតែផែនការខាងលើមិនបានឆ្លុះបញ្ចាំងពីផលប្រយោជន៍សម្រាប់សាធារណៈនោះឡើយគួររំលឹកផងដែរថាបន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ2002ក្រោយ24ឆ្នាំនៃការកាន់កាប់ទីម៉ូឡេស្តេនៅតែប្រឈមនឹងបញ្ហាមួយចំនួនដូចជាភាពក្រីក្រខ្ពស់វិសមភាពអត់ការងារធ្វើនិងការពឹងផ្អែកលើប្រេងដែលបញ្ហាទាំងនេះហើយក៏បានបណ្ដាលឲ្យមានភាពចម្រូងចម្រាសពាក់ព័ន្ធទៅនឹងការទិញរថយន្តថ្មីសម្រាប់សមាជិកសភាអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់
រាល់ទាំងព័ត៌មានជាតិព័ត៌មានអន្តរជាតិប្រចាំថ្ងៃសូមលោកអ្នកចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាន់ហេតុការណ៍មុនគេនៅក្នុងដៃរបស់លោកអ្នក